វីដេអូមួយនេះខ្ញុំសូមផ្ញើជូនទៅដល់បងស្រីម្នាក់ដែលគាត់ទើបតែស្គាល់ខ្ញុំអ្នកទាំងអស់គ្នាហើយវីដេអូនឹងដែរខ្ញុំក៏គិតថាវាមានសារៈសំខាន់សម្រាប់អ្នកទាំងអស់គ្នាដូចគ្នាកាលពីថ្មីនេះគឺខ្ញុំបានស្គាល់បងស្រីម្នាក់ដែលខ្ញុំទៅមកធ្វើការនៅកន្លែងខ្ញុំអញ្ចឹងណាដោយសារតែពួកយើងទៅតែស្គាល់គ្នាហើយគាត់ក៏បាននិយាយជាមួយខ្ញុំថាគាត់ចង់បានមេដូចខ្ញុំតែខ្ញុំចង់ផ្ដាំទៅគាត់វិញថាគាត់ចង់បានមេដូចខ្ញុំតើគាត់អាចធ្វើការដូចខ្ញុំអត់បើគាត់អាចធ្វើការដូចខ្ញុំគឺគាត់នឹងអាចមានមេដូចខ្ញុំដែរហើយអ្វីដែលខ្ញុំគិតថាវាមានសារៈសំខាន់ដល់អ្នកទាំងអស់គ្នាហ្នឹងគឺអ្នកទាំងអស់គ្នាខំប្រឹងធ្វើការឲ្យតែល្អទៅនឹងបានមេល្អមកតាមក្រោយហើយព្រោះថាមនុស្សយើងកាលណាធ្វើមេគេហើយបើសិនជាកូនចៅមិនល្អកូនចៅមិនស្ដាប់បង្គាប់គឺមេអត់ស្លាញ់ទេអញ្ចឹងហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់បកស្រាយដល់អ្នកទាំងអស់គ្នាធ្វើការងារឲ្យតែល្អទៅសម្រាប់ខ្លួនយើងរឿងល្អវានឹងចូលមកតាមយើងតាមក្រោយហើយចំពោះកិច្ចការងារវិញគឺខ្ញុំធ្វើអត់រើសហើយអ្នកទាំងអស់គ្នាការងារអ្វីក៏ខ្ញុំធ្វើដែរឲ្យតែមេឲ្យតែតកាខ្ញុំគាត់តម្រូវការឲ្យខ្ញុំធ្វើអីគឺខ្ញុំធ្វើនឹងហើយខ្ញុំអត់ប្រកែកអត់អីទេដោយសារតែខ្ញុំធ្វើការជាមួយគាត់ខ្ញុំស៊ីប្រាក់ខែគាត់អញ្ចឹងគាត់ឲ្យខ្ញុំធ្វើអីខ្ញុំធ្វើនឹងគាត់ឲ្យខ្ញុំមើលកូនឲ្យគាត់ខ្ញុំមើលកូនឲ្យគាត់គាត់យកខ្ញុំតាមគាត់ឲ្យខ្ញុំនៅកន្លែងខ្ញុំនៅកន្លែងគឺខ្ញុំអត់រើការងារទេហើយវីដេអូនេះដែរគឺជាវីដេអូដែលខ្ញុំធ្វើការនៅកន្លែងចាស់ទេហើយខ្ញុំក៏សុំការអនុញ្ញាតពីបងម្ចាស់ផ្ទះនៅក្នុងវីដេអូហ្នឹងដែរដោយសារតែខ្ញុំថតវីដេអូហ្នឹងទុកហើយខ្ញុំអត់តាមបានបញ្ចូលស្លេងអត់តាមបានបោះទេដោយសារតែវីដេអូហ្នឹងរៀងវែងខ្ញុំក៏បន្ថែមមួយរឿងទៀតសម្រាប់ខ្លួនខ្ញុំសម្រាប់មនុស្សប្រុសដែលស្រឡាញ់ខ្ញុំចង់បានខ្ញុំជាគូអនាគតសូមស្រឡាញ់ខ្ញុំជាខ្លួនខ្ញុំកុំឲ្យខ្ញុំកែប្រែអ្វីដើម្បីអ្នកព្រោះថាមនុស្សខ្ញុំសាមញ្ញបំផុតការងារអ្វីក៏ខ្ញុំអាចធ្វើបានមិនថាប្រើខួរក្បាលឬក៏ការងារប្រើកម្លាំងទេគឺខ្ញុំអាចធ្វើបានគ្រាន់តែថាការងារខ្ញុំវាមិនសូវជាបានប្រាក់ខែអីច្រើនឬក៏ហៃសូអីណាគឺខ្ញុំសាមញ្ញបំផុតសម្រាប់ខ្លួនខ្ញុំចឹងហើយខ្ញុំសូមផ្ដាំថាបើស្រឡាញ់ខ្ញុំសូមស្រឡាញ់ខ្ញុំជាខ្ញុំកុំឲ្យខ្ញុំកែប្រែអ្វីដើម្បីអ្នក